ជំរាបសួរនេះខ្ញុំឈ្មោះវណ្ណានីតាមានអាយុ16ឆ្នាំនិងមានបងប្អូនចំនួន3នាក់ស្រី2និងប្រុស1នេះខ្ញុំរស់នៅក្នុងស្រុករខគិរីខេត្តបាត់ដំបងតាមរយៈវេទិកាសាធារណៈនេះនឹងខ្ញុំបានរៀនអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងគ្រោះថ្នាក់នៃការប្រើប្រាស់អំពើហិង្សាដែលបានចែករំលែកពីគំនិតមតិសំណួរនិងចម្លើយនិងរៀនអំពីការរៀបចំខ្លួនដើម្បីក្លាយទៅជាយុវជនដែលមានទំនុកចិត្តនិងមានការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវបន្ថែមពីលើទៀតនោះគឺខ្ញុំបានរៀនអំពីយុទ្ធនាការនៅក្នុងការការពារដើម្បីកុំឲ្យមានការលំបាកទៅប្រើប្រាស់គ្រឿងញៀនពីជនខិលខូចផងដែរកម្មវិធីនេះមិនត្រឹមតែផ្ដល់នូវការអប់រំប៉ុណ្ណោះទេប៉ុន្តែបានផ្ដល់នូវក្តីស្រឡាញ់ការលើកទឹកចិត្តនិងសេចក្តីសង្ឃឹមថ្មីៗដល់យុវជនជាពិសេសគឺមកលើរូបនាងខ្ញុំដែលជាសិស្សានុសិស្សផងដែរឲ្យមានការខិតខំប្រឹងប្រែងរៀនសូត្រនិងចេះកំណត់គោលដៅឲ្យបានច្បាស់លាស់ហើយខ្ញុំបានសម្លឹងឃើញថាយុវជនគ្រប់រូបសុទ្ធតែមាននៅសេចក្តីសង្ឃឹមនិងមានតម្លៃរៀងៗខ្លួនតាមរយៈដំណឹងល្អនៅក្នុងរឿងកូនពៅវង្វេងនឹងខ្ញុំបានទទួលសេចក្តីស្រឡាញ់នៅពីព្រះយេស៊ូវដែលមាននាំឲ្យមានការអត់ទោសការលើកទឹកចិត្តការប្រែចិត្តនិងសន្តិភាពក៏ដូចជាជីវិតថ្មីផងដែរនេះគឺជាលើកដំបូងសម្រាប់អ្នកខ្ញុំដែលទទួលបានអារម្មណ៍ថាมันមានភាពឯកោទៀតនោះទេជាចុងក្រោយសូមអរគុណទៅដល់អង្គការប្រភពទឹកនៃសេចក្តីសង្ឃឹមដែលបាននាំនៅដំណឹងល្អដល់សហគមន៍របស់នាងខ្ញុំនិងសូមឲ្យមានការគ្រប់គ្រងដល់សហគមន៍របស់នាងខ្ញុំនិងផ្ដល់នូវសេចក្តីស្រឡាញ់សេចក្តីសង្ឃឹមបន្ថែមទៀតផងសូមអរគុណសូមព្រះប្រទានពរសូមជម្រាបសួរដល់អង្គការប្រភពទឹកនៃក្តីសង្ឃឹមជាទីរាប់អានខ្ញុំបាទឈ្មោះវ៉ាន់ឌីឆេងមានតួនាទីជានាយកសាលាវិទ្យាល័យរុក្ខាការីខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលអង្គការបានរួចផ្ដើមបង្កើតនៅកម្មវិធីវេទិកាសាធារណៈទាក់ទងនឹងគ្រឿងញៀននិងអំពើហិង្សាចំណាប់អារម្មណ៍រូបខ្ញុំផ្ទាល់ចំពោះអង្គការគឺខ្ញុំមានសេចក្តីរីករាយនិងមានសហការដោយយកចិត្តទុកដាក់និងចង់ឲ្យមានថ្ងៃក្រោយទៀតប្រសិនបើអង្គការមានគម្រោងឬក៏មានគំនិតដូចដើមនៅការបង្កើតនៅកម្មវិធីផ្សេងៗដើម្បីសហការជាមួយនឹងវិទ្យាល័យរុក្ខាការីគឺរូបខ្ញុំបាទជានាយកសាលាគឺខ្ញុំមានសេចក្តីសោមនស្សរីករាយនិងសហការដោយមលារែកពីព្រោះការងារនេះគឺវាធ្វើឲ្យសិស្សានុសិស្សទទួលបាននៅចំណេះដឹងតងទៅនឹងសង្គមនិងការងារផ្សេងៗដែលអាចយកមកប្រើប្រាស់ធ្វើជាបទពិសោធន៍ដើម្បីយកទៅផ្សព្វផ្សាយជាផលប្រយោជន៍សម្រាប់សង្គមនិងជាមេរៀនសិក្សាផងដែរជាចុងក្រោយខ្ញុំបាទសូមជូនពរឲ្យអង្គការប្រភពទឹកនៃក្តីសង្ឃឹមជួបតែជោគជ័យនិងមានការរីកចម្រើននិងសម្រេចបានគ្រប់ភារកិច្ចខ្ញុំបាទសូមអរគុណ